សួស្តីបងប្អូនអ្នកដើរផែនទី Google សង្ឃឹមថាអ្នកទាំងអស់គ្នាសុខសប្បាយបាទដោយសារថាបច្ចុប្បន្ននេះយើងដឹងហើយគឺ Google Maps បានកំពុងតែដោះស្រាយបញ្ហានិងធ្វើបច្ចុប្បន្នភាពអញ្ចឹងគឺយើងអាក់ខានក្នុងការដើរទីតាំងផ្សេងៗក៏ដូចជាគូផ្លូវដូចគ្នាដែរប៉ុន្តែឥឡូវយើងមានជម្រើសមួយទៀតបាទបងប្អូនអាចបញ្ចូលទីតាំងវិធីនេះគឺយើងអាចបញ្ចូលទីតាំងបានគូផ្លូវយើងធ្វើអត់បានទេគឺយើងប្រើផែនទីដែលយើងបើកសម្រាប់ស្វែងរកទីតាំងផ្សេងៗនឹងសម្រាប់បញ្ចូលទីតាំងបានទីមួយគឺបងប្អូនត្រូវបើកផែនទីនោះហើយទាញទៅរកទីតាំងណាដែលវាអាចបញ្ចូលបានអញ្ចឹងយើងធ្វើយ៉ាងណាដើម្បីដឹងថាទីតាំងអាចបញ្ចូលបានអញ្ចឹងនៅពេលដែលយើងប្រើប្រាស់ទីតាំងណាមួយទៅដល់ទីតាំងណាមួយគឺយើងមើលរបារខាងក្រោមនេះគឺយើងមើលកន្លែងនេះថារាយការណ៍បញ្ហាអញ្ចឹងទីតាំងដែលមានចេញម៉នុយនឹងមក tool នឹងមកគឺមានន័យថាយើងអាចបញ្ចូលទីតាំងបានបាទដោយធ្វើការបញ្ចូលប៉ុន្តែមុននឹងបញ្ចូលគឺយើងត្រូវច្បាស់ដែរថាទីតាំងនោះគឺពិតជាមានមែនហើយយើងស្គាល់បាទដូចជាទីតាំងទាំងពីរនេះខ្ញុំនឹងលើកជាឧទាហរណ៍គឺនៅស្រុកមេមត់បាទខេត្តកំពង់ចាមអញ្ចឹងដោយសារថាខ្ញុំបានបើកមើលហើយទីតាំងទាំងពីរនេះគឺជាសាលារៀនហើយជាទូទៅគឺមុននឹងយើងបញ្ចូលគឺយើងធ្វើដូចជាស្រដៀងគ្នានឹង Map Maker ដែរគឺយើងចុចធម្មតានៅលើផែនទីបើសិនយើងចុចលើឡើងទៅគឺវានឹងបង្ហាញឈ្មោះនៅលើនេះថាបើទីតាំងមានហើយគឺវានឹងបង្ហាញឈ្មោះសាលាអីចឹងទៅប៉ុន្តែកន្លែងនេះគឺឃើញថាអត់មានបង្ហាញទេអញ្ចឹងបានន័យថាទីតាំងនេះគឺអត់ទាន់បានបញ្ចូលទេអញ្ចឹងរបៀបបញ្ចូលគឺយើងចុចអញ្ចឹងមកហើយយើងចុចទៅលើពាក្យថាយើងចុចខាងលើនេះក៏បានបាទនេះរាយការណ៍បញ្ហាទិន្នន័យឬក៏ចុចមកខាងក្រោមនេះក៏បានដូចគ្នាទេគឺរាយការណ៍បញ្ហាបាទអញ្ចឹងយើងចុចទៅលើធូលនឹងមកអញ្ចឹងវានឹងចេញផ្ទាំងនេះមកផ្ទាំងធូលបន្តបន្ទាប់ទៀតអញ្ចឹងសូមបងប្អូនចុចទៅលើពាក្យថាបន្ថែមកន្លែងដែលបាត់អញ្ចឹងបើជាភាសាអង់គ្លេសគឺ add missing place អូខេយើងចុចទៅលើធូលនឹងមកបាទរួចទៅគឺយើងត្រូវទាញវាបាទ point pin drop ហ្នឹងឲ្យមកត្រូវនឹងទីតាំងជាក់ស្ដែងបាទទាញអញ្ចឹងមកហើយយើងបំពេញឈ្មោះបានដូចគ្នាអញ្ចឹងចំពោះការដាក់ភាសាដាក់ឈ្មោះជាដាក់ឈ្មោះគឺយើងយកល្អគឺយើងដាក់ជាភាសាអង់គ្លេសសិនទៅព្រោះដាក់ជាភាសាខ្មែរក៏បានដែរប៉ុន្តែវាយូរបន្តិចបើយើងដាក់ជាភាសាអង់គ្លេសគឺលឿនភ្លាមអញ្ចឹងកន្លែងនេះខ្ញុំបានមើលហើយកន្លែងហ្នឹងគឺមានឈ្មោះថាប៊ុនរ៉ានីហ៊ុនសែនដា High School បាទយើងសេជាភាសាអង់គ្លេសមកប៊ុនរ៉ានីដូចជាសេជាប់គ្នាទេសែនដាបាទ High School ប្រភេទគឺក្នុងទីនេះគឺយើងមានប្រភេទតិចទេមានតែប្រមាណហ្នឹងទេប៉ុន្តែប្រភេទសាលាអីគឺមានសាលាមន្ទីរពេទ្យបាទធនាគារកាតATM ក្លឹបកំសាន្តអីហ្នឹងគឺមានបាទនេះសាលារៀនបាទហើយយើងចុចទៅលើពាក្យថាបន្ថែមម៉ោងនេះគឺយើងជាទូទៅយើងរើសមកសាលាគឺគេធ្វើការពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រឬក៏សាលាស្រុកខ្មែរយើងអាចដល់ថ្ងៃសៅរ៍ជាទូយើងដាក់ថ្ងៃសុក្របានដែរអូខេហើយម៉ោងយើងដាក់ពីម៉ោង7ព្រឹកដល់ម៉ោង5ល្ងាចបាទតែប៉ុណ្ណឹងមកគឺបានហើយយើងដាក់ថាដាក់ស្នើបាទអញ្ចឹងវិធីនេះគឺងាយមែនតើបាទដើម្បីជួយសម្រួលដល់ក្នុងការបញ្ចូលទីតាំងផ្សេងទៀតដោយយើងតឹងរង់ចាំយូរព្រោះថា Map Maker នឹងមកដល់នៅពេលអាចមួយសប្តាហ៍ឬពីរសប្តាហ៍ទៀតវាអត់ពេញលេញដូច Map Maker ទេប៉ុន្តែយើងឃើញថាយើងអាចប្រើបានឥឡូវខ្ញុំសាកមួយទៀតសិនដោយកន្លែងនេះគឺអត់មានទេកន្លែងនេះគឺជាសាលាបឋមសិក្សាអញ្ចឹងខ្ញុំ add មួយទៀតយើងចុចក៏បានមិនចុចក៏បានដែរប៉ុន្តែសំខាន់គឺរាយការណ៍បញ្ហាអូខេបន្ថែមកន្លែងដែលលាក់បាទហើយទាញ pin drop ហ្នឹងឲ្យមកចំកន្លែងហ្នឹងមកអូខេហើយយើងដាក់ឈ្មោះមកកន្លែងនេះគឺដា Primary School អូខេប្រភេទសាលារៀនបាទលេខទូរស័ព្ទអត់មានទេថ្ងៃដូចគ្នាម៉ោង7ព្រឹកដល់5ល្ងាចអូខេបាទដាក់ស្នើបាទជាការស្រេចសូមអរគុណបាទគេនេះគឺជាសារបញ្ជាក់ប្រាប់យើងបាទអញ្ចឹងសូមបងប្អូនទាំងអស់គ្នារីករាយក្នុងការចូលរួមចំណែកដាក់បញ្ចូលទីតាំងថ្មីបន្ថែមទៀតបាទអរគុណ